មើលឃើញក្រុមជម្រើសជាតិសពថ្ងៃនេះខ្ញុំនឹកឃើញដល់ចំនួនក្រុមជម្រើសជាតិមួយដែលធ្វើឲ្យអ្នកគ្រប់គ្រងនៅជុំវិញប្រទេសកម្ពុជាស្រឡាញ់និងចូលចិត្តមើលបាល់ទាត់ហើយចំនួនដែលខ្ញុំកំពុងតែចង់និយាយនោះគឺឆ្នាំ2015និងឆ្នាំ2016ចំនួនដែលមានកីឡាករដូចជាច័ន្ទវឌ្ឍនាការប្រាក់មនីអាដាមកែវសុភេងគួយសូកុម្ភៈច្រឹងពលរដ្ឋស៊ូយ៉ាទីគឺជាចំនួនដែលអ្នកគ្រប់គ្រងជម្រើសជាតិកម្ពុជាមានអារម្មណ៍ថាស្រឡាញ់និងចូលចិត្តមើលបាល់ទាត់ជាខ្លាំងហើយឲ្យតែមានការប្រកួតជម្រើសជាតិម្ដងអ្នកគ្រប់គ្រងគឺមិនដែលក្រោមពី60000នាក់នោះទេទោះបីជាចំនួននោះមិនទាន់មានកីឡាករចូលសញ្ជាតិក៏ដោយក៏ប៉ុន្តែប្រឈមមុខជាមួយនឹងក្រុមធំៗដូចជាវៀតណាមថៃឥណ្ឌូនេស៊ីគឺក្រុមជម្រើសជាតិកម្ពុជាយើងមិនដែលខ្លាចនោះទេតែយ៉ាងណាមិញក៏មានតែជូនពរដល់ក្រុមជម្រើសជាតិកម្ពុជាយើងឲ្យខិតខំបន្តទៀតដើម្បីធ្វើឲ្យបានល្អនៅការប្រកួតបន្តបន្ទាប់និងជួយឲ្យវិស័យបាល់ទាត់យើងរីកចម្រើនទៅមុខបន្តទៀតព្រោះថាសប្តាហ៍ថ្ងៃនេះមិនថាលីកកម្ពុជាកម្ពុជាឬក៏ពានរង្វាន់ថ្នាក់ជាតិថ្នាក់ខេត្តនោះទេគឺមានអ្នកគ្រប់គ្រងចូលរួមច្រើនមិនដូចជាចំនួនមុននោះទេក៏ប៉ុន្តែបែរជាបាល់ទាត់ជម្រើសជាតិមិនមានការរីកចម្រើនស្ទើរតែសោះអស់រយៈពេលជិត10ឆ្នាំមកហើយពោលគឺតាំងពីឆ្នាំ2016 17ឡើងមកគឺក្រុមជម្រើសជាតិកម្ពុជាហាក់បីដូចជាឈរគាំងមួយកន្លែងមិនមានការរីកចម្រើនទៅមុខទាល់តែសោះ